បាទសួស្តីអ្នកទាំងអស់គ្នាចំពោះវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទៅលើលំហាត់ទី9បន្តទៀតកាលពីលំហាត់វីដេអូមុនគឺខ្ញុំបានបង្ហាញពីលំហាត់ទី8រួចរាល់ហើយឥឡូវនេះគឺយើងចូលទៅដល់លំហាត់ទី9របស់យើងតទៀតជើពាក់ព័ន្ធជាមួយនៅក្នុងលំហាត់ទី9របស់យើងនៅក្នុងនេះអ្នកទាំងអស់គ្នាអញ្ចឹងពាក់ព័ន្ធជាមួយនៅក្នុងលំហាត់ទី9របស់យើងមើលទៅលើស៊ីគ្វីណាដោយសារតែនេះខ្ញុំបានគូរួចរាល់ហើយមួយទៀតពាក់ព័ន្ធជាមួយនៅក្នុងប្រធានលំហាត់នេះគឺលំហាត់ទី9គឺគេចង់បានមានន័យថា push ទៅលើ PB1 បន្ទាប់មានន័យថា upster 15វិ PL1 នេះភ្លឺបន្តមកទៀត upster 10វិ PL1 នេះរលត់វិញចឹងមានន័យថាទៅលើ sequence ទី9នេះគឺមានន័យថានៅពេលដែលយើងចុចទៅលើប៊ូតុងទី1ហ្នឹងធ្វើឲ្យមានន័យថារងចាំ15វិទៅពូនឹងភ្លឺក៏ប៉ុន្តែភ្លឺបាន10វិនឹងរលត់វិញអញ្ចឹងមានន័យថា sequence នេះគឺរងចាំភ្លឺរងចាំរលត់តែម្ដងហើយចំពោះ PB0 គឺស្មើនឹងធ្វើឲ្យគេ PL1 ហ្នឹងនឹង off រលត់ណាចេះពាក់ព័ន្ធជាមួយនេះ sequence នេះគឺខ្ញុំបានគូសរួចរាល់ហើយដោយសារតែអត់ចង់ឲ្យទៅលើវីដេអូយើងវែងចឹងទៅខ្ញុំធ្វើការគូសរួចរាល់ហើយចេះពាក់ព័ន្ធជាមួយនៅក្នុងទៅលើ sequence របស់យើងនេះចឹងពាក់ព័ន្ធជាមួយនេះគឺជាប្រភេទ PB0 នេះគឺជាប៊ូតុងstop រីឯ PB1 នេះគឺប៊ូតុង start ចឹងខ្ញុំនឹងធ្វើការតេស្តទៅលើលំហាត់ទី9ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងបាទចេះពាក់ព័ន្ធជាមួយនៅក្នុងលំហាត់ទី9នេះមានន័យថានៅពេលដែលយើងចុចទៅលើ PB1 15 upster ទៅ9នឹងភ្លឺបាន10វិវានឹងរលត់វិញអញ្ចឹងករណីនេះនៅពេលដែលយើង push ទៅលើ PB1 អ្នកទាំងអស់គ្នាឃើញទេ relay នេះដំណើរការធ្វើឲ្យ Air1 នេះជាប់វាធ្វើឲ្យ timer នេះដើរគ្រប់វាធ្វើឲ្យ impulse នេះភ្លឺតេនេះដើរចឹងនៅពេលដែលតេនេះដើរគ្រប់វាធ្វើឲ្យអីគេតេ2នេះមកចំហត្រង់ចំណុចនេះពីព្រោះវាយើងប្រើជាប្រភេទជើងជាប់ចឹងនៅពេលដែលវារាប់គ្រប់វាទៅជាចំហធ្វើឲ្យ relay នេះឈប់ដំណើរការវាធ្វើឲ្យ sequence ហ្នឹងឈប់ទាំងអស់បាទវានឹងធ្វើឲ្យអំពូលហ្នឹងរលត់ចឹងយើងមើលណាចឹងនៅពេលដែលយើង start ព្រាមគឺអត់តាន់ភ្លឺទេមានន័យថា timer នេះរាប់សិតtimer នេះរាប់គ្រប់ទៅពីគេ timer មួយនេះវាជាប់ទាំងពីរធ្វើឲ្យអំពូលនេះភ្លឺ timer នេះដើរនៅពេលដែលរាប់គ្រប់នេះអូខេ10វិក្រោយវានឹងកាត់ផ្ដាច់កន្លែងនេះដែលធ្វើឲ្យគេអំពូលនឹងរលត់អ្នកទាំងអស់គ្នាអញ្ចឹងករណីនេះគឺមានន័យថារងចាំដំណើរការរងចាំរលត់មានន័យថាឈប់ដោយស្វ័យប្រវត្តិដែររងចាំដំណើរការហើយឈប់ស្វ័យប្រវត្តិទៀតអញ្ចឹងញមើលណា push ម្ដងទៀតមកឃើញទេនេះអញ្ចឹង relay ដើរនេះដើរគ្រប់បានវាភ្លឺហើយ timer នេះដើរអូខេនៅពេលដែលដើរគ្រប់វានឹងអីនេះវាធ្វើឲ្យឈប់ទាំងអស់ដោយសារវាឆនេះឃើញទេអញ្ចឹងករណីហ្នឹងបើសិនជាយើងចង់បញ្ឈប់ដោយស្វ័យប្រវត្តិគឺយើងយក timer ចុងក្រោយ timer ទី2នេះមកចំហនៅដើម sequence អញ្ចឹងគេហៅថាដំណើរការឈប់ស្វ័យប្រវត្តិហើយមានន័យថាត្រូវយក relay នេះឬក៏ timer ចុងក្រោយហ្នឹងយកមកផ្ដាច់នៅ relay ដើម sequence ដែលយើង start ហ្នឹងមកវាធ្វើឲ្យបញ្ឈប់ទាំងអស់ហើយបាទអ្នកទាំងអស់គ្នាអញ្ចឹងចំពោះលំហាត់ទី9ខ្ញុំបង្ហាញប៉ុណ្ណឹងចំពោះវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញកលឹះសំខាន់ដែរតើរបៀបនៃការផ្ដាច់ជើងតែយើងត្រូវធ្វើបែបណាបាទអ្នកទាំងអស់គ្នាចំពោះវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនអ្នកនរគ្នាចង់បានទៅលើ sequence នេះកុំភ្លេចចូល join ក្នុង Telegram ខ្ញុំនឹងធ្វើការតម្លាក់ទៅលើ sequence នេះជូនហើយមួយទៀតបើសិនអ្នកនរគ្នាចង់បានទៅលើវីដេអូបែបម៉េចឲ្យខ្ញុំបញ្យល់ទៅលើ sequence ណាមួយអ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនោះបានបាយបាយអ្នកទាំងអស់គ្នា